បាទសូមជម្រាបសួរខ្ញុំសូមណែនាំអំពីការដំឡើង Kubo ក្នុងប្រព័ន្ធទូរស័ព្ទដៃ Android ឬក៏ Tablet Android ជាដំបូងយើងចូលទៅទូរស័ព្ទរបស់យើងហើយស្វែងរកពាក្យថា Play Store បន្ទាប់មកនៅកន្លែង Search យើង Search ពាក្យថា Kubo Collect បន្ទាប់មកយើងចុច Enter បាទយើងចុចចូលចឹងទៅហើយតបមកយើង Install រកចាំប្រហែលជា1នាទីយើងនឹង Install រួចរាល់បន្ទាប់ពី Install រួចហើយយើងអាច Open App ក៏បានឬក៏ត្រឡប់ទៅក្រោយយើងត្រឡប់ទៅក្រោយវិញយើងនឹងឃើញ App ថ្មីមួយ load នៅក្នុងទូរស័ព្ទរបស់យើងបន្ទាប់មកយើងបើកវាហើយយើងបំពេញព័ត៌មាន screen video នេះ URL បាទសូមបំពេញឲ្យត្រឹមត្រូវដូចតែបង្ហាញបន្ទាប់មកយើងបំពេញ username កុសល26បន្ទាប់មកយើងបំពេញ password sme.2025កន្លែងនេះខ្ញុំបំពេញខុសខ្ញុំចូលទៅកែតម្រូវបាទបន្ទាប់ពីយើងបំពេញរួចរាល់ហើយយើងចុច OK allow access កន្លែងនេះខ្ញុំកែតម្រូវដោយសារ password របស់ខ្ញុំបំពេញខុសបាទខ្ញុំចូលទៅកែវាអញ្ចឹងអក្សរទាំង3នេះបើខុសកន្លែងណាយើងកែតម្រូវកន្លែងហ្នឹងបាទចុចកន្លែងពាក្យ password មកកែទៅ2025បាទអញ្ចឹងអ្នកនរគ្នាចុចឲ្យត្រឹមត្រូវពីដំបូងមកយើងមិនចាំបាច់ចូលទៅកែតម្រូវទេយើងចាប់ផ្ដើមទៅ download form នៅក្នុងនោះមាន3អ្នកទាំងអស់គ្នាយកកម្រងសំណួរចុងក្រោយគេហ្នឹងយើង download រួចរាល់យើងត្រឡប់ទៅក្រោយវិញហើយយើងអាចចាប់ផ្ដើមសួរសំណួរបានហើយយើងចាប់ផ្ដើមធ្វើការសួរសំណួរបន្ទាប់ពីបំពេញព័ត៌មានរួចរាល់ហើយយើងអាច save ជា draft ព្រោះ save ជា draft យើងអាចកែតម្រូវពេលក្រោយទៀតបានបន្ទាប់ពីកែតម្រូវហើយយើងអាចចុច submit អញ្ចឹងខ្ញុំសូមបញ្ចប់ប៉ុណ្ណឹងហើយវីដេអូក្រោយយើងនឹងនិយាយអំពីការឆ្លើយសំណួរនៅក្នុង Kubo